តាំងពីមិននៅផ្ទះរយៈពេល3ខែនេះមកគឺថាខ្ញុំអត់ដែលបានចូលផ្ទះបាយធ្វើម្ហូបសោះហ្មងប៉ុន្តែខ្ញុំចូលដែរគឺថាចូលញ៉ាំបាយនឹងឯងអញ្ចឹងហើយគឺថាអត់មានវីដេអូមុខម្ហូបទេមានតែមុខម្ហូបដែលធ្វើឲ្យខ្ញុំញ៉ាំ review នឹងឯងហើយចំពោះថ្ងៃនេះដែរគឺខ្ញុំបាននំបញ្ចុកស្លខ្មែរនឹងឯងនិយាយពីថាពីមុនវិញណាបើសិនជាអត់បានស្លការីសាច់មាន់អីគឺថាអត់ញ៉ាំទេបងឯងដល់តែពេលមកដល់ឥឡូវណាគឺថាទឹកស្លការីអីហ្នឹងណាគឺថាសើត្រូវទេបើបានទឹកស្លខ្មែរប្រហើរត្រីអីនេះនិយាយពីថាជាតិញ៉ាំជាមួយនឹងម្ទេសទៀតអូយញាក់សាច់ត្រូវតែម្ដងហើយនំបញ្ចុកស្លខ្មែរនេះដែរគឺអ្នកម្ដាយខ្ញុំក៏ធ្វើនិយាយពីថាជាតិមកហើយខ្ញុំញ៉ាំអស់3-4ច្បាយក៏ញ៉ាំនំបញ្ចុកមួយម៉ាត់ខាំម្ទេសមួយម៉ាត់អូយនិយាយពីថាក្តីសុខណាស់បងហើយចំពោះ background ខាងក្រោយហ្នឹងណាបងបាច់មើលទេព្រោះវាញ៉ៃអីអញ្ចឹងទៅដល់តែពេលខ្ញុំមកនៅផ្ទះ3ខែនេះនិយាយពីថាគីឡូខ្ញុំឡើងសើបងហើយដោយសារតែមុខម្ហូបម៉ែមួយណាក៏ឆ្ងាញ់មួយណាក៏ឆ្ងាញ់ហើយវាចេះទៀតពេលដែលមុខម្ហូបណានៅទីអញ្ចឹងណាគាត់ក៏ថាបើហើយអស់ទៅកុំទុកឲ្យនៅជាប់ឆ្នាំងខ្ញុំនេះជាកូនល្អបើហើយឡើងខ្ទេចតែម្ដងដល់តែពេលខ្ញុំឡើងថ្លឹងជាញបងហើយបងដឹងមកចាត់ខ្ញុំឡើង5-6គីឡូនិយាយពីថារៀងវិញឲ្យឡើងមូលតាមម៉ាយ៉ានេះទេយើងហាត់ប្រាណហាត់អីអញ្ចឹងណាបងដល់តែពេលយើងឡើងគីឡូយើងហាត់ប្រាណអញ្ចឹងណាឃើញរៀងយើងស្អាតណាស់សាច់ហាប់ណែនតែម្ដងឥឡូវខ្ជិលវែងឆ្ងាយច្រើននិយាយពីថានំបញ្ចុកហ្នឹងញ៉ាំមួយម៉ាត់ហត់ទឹកមួយម៉ាត់លាយឡំជាមួយនឹងខាំម្ទេសក្របអូយនិយាយពីថាតិចហ្មងហើយមួយទៀតណាបងចង់ពឹងបងថាកុំភ្លេចជួយចូលទៅ Subscribe Channel YouTube បងមួយផងបើសិនជាអូឃើញហើយកុំអូសរំលងចុច Subscribe បងម្នាក់មួយទៅមិនទាស់ខអីទេបងហើយមកការធ្វើវីដេអូឬក៏ពាក្យសម្ដីនិយាយលើសលួសត្រង់ណាបងឯងខមមិនប្រាប់បានខាងបងនេះនឹងជួយកែតម្រូវវិញគេថាបែបរិះគន់ស្ថាបនាអញ្ចឹងណាបងដល់តែពេលខានធ្វើវីដេអូយូរបងឯងមិនដឹងថាកាត់ពីណាតណៃនិយាយត្រឡប់ត្រឡន់យើងខានធ្វើវីដេអូយូរបើកាពេលខ្ញុំអត់ថាចេញវីដេអូខ្ញុំកាត់ពុបបញ្ចូលសលេងពុបផុសប្រយអញ្ចឹងណាដល់ពេលយើងខានធ្វើវីដេអូយូរអញ្ចឹងទៅយើងរៀងភ្លេចភ្លាំងនៃតាមបងមិនតែចាស់ណាសូម្បីតែខ្ញុំក្មេងនេះក៏ភ្លេចភ្លាំងដែរដល់អាចាំមកតែនិយាយចង់ចប់ឲ្យភ្លេចហៅបងតអគ្នាមកញ៉ាំនំបញ្ចុកជាមួយខ្ញុំអញ្ចឹងឥឡូវហៅមកតែហ្មងមួយវិញទៀតបងខ្ញុំញ៉ាំនំបញ្ចុកឡើងអស់3-4ច្បាយឯណាតែអត់ភ្លេចទេជាមួយនឹងផ្អែមបិទគូតចុងក្រោយប្រពៃណីតែម្ដងឥឡូវបន្ទាប់ពីខ្ញុំបានញ៉ាំនំបញ្ចុកខូចហើយខ្ញុំក៏មកញ៉ាំជាមួយនឹងបង្អែមដើម្បីបិទគូតហើយបង្អែមនេះដែរគឺគេហៅថាបង្អែមពកខងលាយជាមួយនឹងគ្រាប់ជីដើម្បីវាត្រជាក់ក្នុងអញ្ចឹងណាបងមុននឹងអត់បានហៅបងតគ្នាញ៉ាំនំបញ្ចុកទេអញ្ចឹងតោះបងមកញ៉ាំផ្អែមជាមួយនឹងខ្ញុំទាំងអស់គ្នាមួយវិញទៀតចំពោះផ្អែមមកកូនចុងនេះគឺវាអត់សូវផ្អែមពេកទេបងវាមកល្មមញ៉ាំហើយត្រជាក់ហើយយើងឡំនៅtrongវីដេអូនេះដែរខ្ញុំមកចង់អរគុណបងតគ្នាដែលតែងតែតាមដានទស្សនានៅវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយបើសិនជានាងខ្ញុំនិយាយទៅលើសលួសត្រង់ណាសូមកាន់តែពេកទៅផងបងតគ្នាដោយសារតែខាងបងកាន់ចេញវីដេអូយូរអញ្ចឹងហើយចេះតែចង់និយាយលេងសើចជាមួយនឹងបងអញ្ចឹងទៅអរគុណបងតគ្នាសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើនជម្រាបលាបាយបាយ